គ្នាសារជាថ្មីមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9មេរៀនទី1ទៀតហើយថ្ងៃនេះដែរយើងចូលមកដល់លំហាត់ទី12គេឲ្យពីរលំហាត់ហើយលំហាត់របស់យើងប្រភេទជាកន្សោមមានប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់លំហាត់ទី1របស់យើងគឺមានកន្សោមពីរកន្សោមហើយកន្សោមរបស់យើងគឺមានមេគុណនៅពីមុខទៀតអញ្ចឹងដើម្បីដោះស្រាយបានអ្នកទាំងអស់គ្នាត្រូវពន្លាតកន្សោមជាមុនសិនដោយយកដក2គុណបញ្ចូលមានយើងគុណពន្លាតទេបន្ទាប់មកទៀតយើងយកដក5យកទៅគុណពន្លាតកន្សោមដក2គុណនឹង2ស្មើនឹងដក4ដក4ឬ12បន្ទាប់មកទៀតយកដក2គុណនឹងដកគុណដកបានបូក2ឬ18ខាងនេះដូចគ្នាដែរដក5គុណនឹង3បានដក15ឬការ៉េ32ដកគុណដកបានបូក5ឬ27បន្ទាប់ពីយើងគុណពន្លាតហើយអ្នកទាំងអស់គ្នាត្រូវគិតថាដើម្បីធ្វើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់បានលុះត្រាតែរ៉ាឌីកាល់របស់យើងនឹងគឺមានរ៉ាឌីកង់ដូចគ្នាទើបយើងអាចធ្វើប្រមាណវិធីទៅលើមេគុណបានអញ្ចឹងដើម្បីឲ្យមានរ៉ាឌីកង់ដូចគ្នាយើងត្រូវបញ្ចេញមួយចំនួនចេញពីឬការ៉េដក4ឬការ៉េ12ខ្ញុំអាចសរសេរបានថា4គុណនឹង3 4 3ដង12ហើយ4នេះគឺស្មើ2ការ៉េអញ្ចឹង4នេះអាចចេញពីឬការ៉េមកបាន2បូកឲ្យ2ឬការ៉េ18ខ្ញុំយក9គុណ2 9 2ដង18 9នេះស្មើ3ការ៉េអាចចេញពីឬការ៉េបានដកឲ្យ15ឬការ៉េ32យើងយក16គុណ2 16គុណ2ស្មើ32ហើយ16នេះស្មើ4ការ៉េបូកឲ្យ5ឬការ៉េ27ឬការ៉េ27អ្នកទាំងអស់គ្នាយក9គុណ3 9 3ដង27ហើយ9នេះគឺស្មើ3ការ៉េបន្តមកទៀតយើងអាចបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ2ដើម្បីអាចបញ្ចេញពីឬការ៉េបានហើយអញ្ចឹង4នេះអាចសរសេរបានទៅជា2ការ៉េគុណឲ្យ3បូកឲ្យ2ឬការ៉េ3ការ៉េ9អាចសរសេរបានទៅជា3ការ៉េគុណឲ្យ2ដកឲ្យ15ឬការ៉េ4នេះអាចសរសេរបានទៅជា4ការ៉េគុណ2បូកឲ្យ5ឬការ៉េ9អាចសរសេរបានទៅជា3ការ៉េរួចគុណឲ្យ3 2ការ៉េបញ្ចេញពីឬការ៉េមកបាន2គុណឲ្យដក4បានដក8ឬ3បូកឲ្យ3ការ៉េបញ្ចេញពីឬមកបាន3គុណឲ្យ2បាន6ឬការ៉េ2ដកឲ្យ4ការ៉េបញ្ចេញមកបាន4គុណនឹង15បាននឹង60ឬការ៉េ2បូកឲ្យ3ការ៉េនេះបញ្ចេញពីឬបាន3គុណនឹង5បាន15ឬការ៉េ3អញ្ចឹងយើងឃើញថាឬការ៉េរបស់យើងមានរ៉ាឌីកង់3ផងនិងរ៉ាឌីកង់2ផងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើប្រមាណវិធីទៅលើមេគុណរ៉ាឌីកង់3ជាមួយនឹងរ៉ាឌីកង់3អញ្ចឹងដក8បូក5ស្មើនឹងបូក7ស្មើនឹង7ឬ3ដកឲ្យ54ឬការ៉េ2ជាចម្លើយចូលមកដល់លំហាត់ទី2ដូចគ្នាដែរយើងធ្វើប្រមាណវិធីបូកដករ៉ាឌីកាល់ប៉ុន្តែមុននឹងយើងបូកដករ៉ាឌីកាល់ដោយសារតែលំហាត់របស់យើងជាប្រភេទកន្សោមហើយកន្សោមរបស់យើងហ្នឹងគឺមានមេគុណដែលត្រូវពន្លាតទៀតអញ្ចឹងតែទាំងអស់គ្នាត្រូវពន្លាតសិនដោយយក3គុណពន្លាតកន្សោមយក3មេគុណ3ខាងមុខហ្នឹងយកទៅគុណគ្រប់តួនៃកន្សោមរបស់យើងគុណពន្លាតហើយ
មេគុណ4នេះដូចគ្នាដែរយក4ទៅគុណតួទី1បន្ទាប់មកទៀតយើងយក4នេះទៅគុណតួទី2នៃកន្សោមឥឡូវយើងទៅចាំផ្ដើមពន្លាតកន្សោមទាំងអស់គ្នានៅពេលដែលយើងពន្លាតកន្សោមយើងគ្រាន់តែយកមេគុណគុណមេគុណហើយរក្សារ៉ាឌីកានៅដដែល3គុណ3បាន9 ឬគូបនៃ40ដក3គុណនឹងដកគុណនឹងដក1ស្មើនឹងដក3ឬគូប135បូក4គុណបញ្ចូលទៅបាន4ឬគូបនៃ320ដក4គុណនឹងដក1បានដក4ឬគូបនៃ40បន្ទាប់ពីយើងគុណពន្លាតកន្សោមហើយយើងចាប់ផ្ដើមធ្វើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់តែសួរថាយើងបូកដកបានហើយឬនៅដោយសារតែរ៉ាឌីកាល់របស់យើងមិនទាន់មានរ៉ាឌីកង់ដូចគ្នាទេអញ្ចឹងយើងត្រូវបំលែងរ៉ាឌីកង់ឲ្យដូចគ្នាសិនអញ្ចឹងយើងត្រូវបញ្ចេញមួយចំនួនចេញពីរ៉ាឌីកង់ហើយអញ្ចឹង9មេគុណ9ដាក់មកវិញដដែលឬគូប40យើងអាចសរសេរបានថា8គុណ5 8គុណ5ស្មើ40ហើយ8នេះគឺស្មើនឹង2គីបអញ្ចឹងអាចចេញពីឬគូបបានដកឲ្យ3ឬគូបនៃ135យើងយក27គុណ5 27គុណ5ស្មើនឹង135ហើយ27ស្មើនឹង3គីបអាចបញ្ចេញពីឬគូបបានបូកឲ្យ4ឬគូប320យើងយក64គុណ5ដកឲ្យ4ឬគូបនៃ40យើងដូចតួទី1ដែរយក8គុណ5បន្ទាប់មកទៀតយើងចាប់ផ្ដើមបំលែងរ៉ាឌីកង់យើងទៅជាស្វ័យគុណ3ទើបអាចបញ្ចេញពីឬគូបបាន8យើងអាចសរសេរបានថា2ស្វ័យគុណ3គុណនៃ5ដកឲ្យ3ឬគូបនៃ27 3ស្វ័យគុណ3គុណ5បូកឲ្យ4ឬគូបនៃ64ស្មើនឹង4គីបគុណ5ដកឲ្យ4ឬគូបនៃ8 2គីបគុណ5បន្ទាប់ពីយើងលើកជាស្វ័យគុណ3បានហើយយើងអាចបញ្ចេញពីឬគូបបានហើយ2គីបបញ្ចេញមកបាន2គុណនឹង9បាន18ឬគូបនៃ5ដក3គីបបញ្ចេញពីឬគូបបាន3គុណ3បាន9ដក9ឬគូបនៃ5បូកឲ្យ4គីបបញ្ចេញពីឬគូបបាន4គុណនឹង4បាន16ឬគូបនៃ5ដក2គីបបញ្ចេញពីឬគូបបាន2គុណនៃ4បាន8ឬគូបនៃ5ឥឡូវយើងបានបញ្ចេញមួយចំនួនចេញពីឬគូបហើយយើងសង្កេតឃើញថារ៉ាឌីកាល់របស់យើងគឺមានរ៉ាឌីកង់5ដូចគ្នាបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់តែធ្វើប្រមាណវិធីបូកដកទៅលើមេគុណហើយរក្សារ៉ាឌីកាល់នៅដដែល8ដក9សល់9បូក15ហើយដក8ទៀតគឺចម្លើយឃើញ17ឬគូបនៃ5ជាចម្លើយជួបគ្នានៅវីដេអូក្រោយ